រឿងកាន់តែក្តៅរវាងអុកញ៉ាអ៊ីនសៀមីជាមួយនឹងលោកអឹមជីវ៉ាដែលលោកអឹមជីវ៉ាបានបកស្រាយនឹងកំតិចហេតុផលរបស់អុកញ៉ាអ៊ីនសៀមីថាជាអុកញ៉ាគ្មានលុយហើយនឹងបកស្រាយអំពីរវាងការយកប្តីរបស់អុកញ៉ាអ៊ីនសៀមីប៉ះចំប្តីដែលជាមនុស្សភេទទី3និងចង់ CBA របស់ខ្លួនឯង មិនតែប៉ុណ្ណោះទេថែមទាំងបកអាក្រាតថាអុកញ៉ាអ៊ីនសៀមីគ្មានលុយនោះទេមានតែសម្បកផ្ទះសំបីតែឥដ្ឋក្រោក៏រៀបមិនពេញដែរសំបីតែស៊ីយ៉ូទឹកក៏រៀបមិនបានគ្រប់គ្រាន់សម្រាប់នៅក្នុងផ្ទះដែរធ្វើអស់ 4-5 ឆ្នាំហើយប្រភពព័ត៌មានដែលបានផ្សព្វផ្សាយនេះគឺបានមកពីការ live របស់លោកអឹមជីវ៉ាផ្ទាល់តែម្ដងបើការផ្សាយនេះមានខាខុសឆ្គងឬប្រការណាមួយក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនអ្នកស្ដាប់ផងដែរសូមអរគុណសូមគោរពលា